គ្រាន់តែវាយឡតនៅក្នុង Classic ខុសច្បាប់ដែរមែនច្បាប់ហ្នឹងណាគេអ្នកចែងហើយសរុបមកឡតហ្នឹងជាកម្មសិទ្ធិរបស់ណាគេឲ្យប្រកាសគ្រាន់តែលេងវគ្គ Classic វាយឡតសោះក៏មានសម្ពាធដែរឥឡូវជួយបកស្រាយតិចមើលថាឡតហ្នឹងជាកម្មសិទ្ធិរបស់ណាគេសម្រាប់ខ្ញុំគិតថាឡតហ្នឹងគឺសម្រាប់អ្នកខ្លាំងតែគេខ្លាំងគេវាយឡតបានហើយបើថាដឹងមកគេគ្រាន់តែឃើញយើងវាយឡតម្នាក់ៗដូច toxic ដល់ហើយអត់តែបានឈ្នះទេមែនលេងសាវាយឡតអីណាណៃអូយហត់មែនហើយចុះអាអ្នកថាឲ្យគេហ្នឹងខ្លាចចាញ់មែនបានជាគេវាយឡតទៅដូចត្រង់ឆេះឈួរសបើមែនបើយើងគិតថាយើងលេងខ្លាំងបាច់វាយឡតក៏ឈ្នះយើងបាច់វាយទៅយើងទុកឲ្យគេវាយទៅហើយកុំចូលចិត្តអាពាក្យស្ដីមកឃ្លាទៀតអូ Classic សោះវាយឡតដែរឡតមានគេទុកឲ្យវាយគេមិនទុកតាំងពីពណ៌ឯងយល់អត់យើងអត់ចង់វាយជារឿងរបស់យើងតែខ្ញុំចង់វាយជារឿងរបស់ខ្ញុំហើយបើថា Classic គេមិនឲ្យវាយឡតទេដកឡតហ្នឹងចេញពី Classic ឲ្យបាត់ចេញពីមុខខ្ញុំចង់និយាយមួយទៀតមិននៅសុកគេទៅវាយឡតទេដោយសារតែ enemy អត់ព្រមចេញពីផ្ទះអញ្ចឹងឲ្យដឹងធ្វើអីមានឲ្យវាយឡតទៅបើចង់ឲ្យគេវាយឡតចេញពីក្នុងផ្ទះវាយគ្នាខ្លះមកបើអត់ចេញពីផ្ទះអញ្ចឹងដឹងលេងមួយណាគេសម្រាប់បងអូនណាដែលត្រូវការទិញលក់ account Mobile Legends កុំភ្លេចទាក់ទងមកកាន់ page Chill Gaming ទទួលទិញ account ចូល stock រាល់ថ្ងៃមិនថា account ប្រញាប់លុយឬក៏ account ឈប់លេងទេអញ្ចឹងអ្នកទាំងអស់គ្នាអាចទាក់ទងមកបានដើម្បីជៀសវាងការចាញ់បោកគេអ្នកទាំងអស់គ្នាអាចចុចលើឈ្មោះដែលខ្ញុំបាន mention ខាងលើឬក៏ Telegram របស់គាត់ដែលខ្ញុំដាក់នៅក្នុង comment